Đây trongមេរៀនទី2គឺយើងរៀនពីការគណនាគណនាគណិតជានៅក្នុង Excel អញ្ចឹងយើងគណនាគឺយើងមានគណនាប្រមាណទីបូកគណនាប្រមាណទីដកគុណចែកហើយយើងមកគណនាជាក្នុងនេះគឺយើងមានការគណនាប្រមាណទីបូកគឺយើងបូកចំនួន1បូកចំនួន2ចំនួន3ទៅចុចអញ្ចឹងឧទាហរណ៍យើងបូកកន្លែងនេះគឺយើងដាក់សញ្ញាស្មើជាង Excel កាលណាយើងដាក់សញ្ញាស្មើវានឹងរកចម្លើយបូក5បូកនឹង10ថា10ចឹងវានឹងគណនាចម្លើយក្នុងនេះគឺយើងនឹងគណនាជាលេខ25ដែលយើងយកលេខនេះគឺយើងនឹងយកក្រោយក្បៀសអត់យកក្រោយក្បៀសចុចចឹងមកចឹង25បាទជាយើងបូកគឺយើងបូកចំនួននេះយើងគ្រាន់តែដាក់សញ្ញាស្មើយើងដាក់លេខបូកចូលគ្នាទៅឬក៏យើងបូកសែលនឹងសែលឧទាហរណ៍សែលនេះ10សែលនេះ5តែនៅនេះ10អញ្ចឹងយើងដាក់កន្លែងនេះសញ្ញាស្មើហើយយើងយកមកចុចនេះមកចុចអានេះបូកយើងដាក់នេះយើងដាក់សញ្ញាស្មើយើងយកមកចុចអានេះចុចសែលនេះសញ្ញាស្មើសែលបូកនឹងសែលនេះបូកនឹងសែលនេះ enter មកយើងឃើញចម្លើយ25អូខេតែនេះយើងបូកអាចបូកជាលេខនឹងលេខឬក៏យើងបូកសែលនឹងសែលប្រមាណទីដកគឺយើងអាចដកបានយើងអាចដកលេខនឹងលេខឬក៏យើងអាចដកសែលនឹងសែលបានចឹងក្នុងនេះឧទាហរណ៍យើងដកលេខនឹងលេខជាយើងគ្រាន់តែលេខយើងគ្រាន់តែយកដាក់សញ្ញាស្មើកន្លែងនេះមកអញ្ចឹងយើងវាយចូលឧទាហរណ៍10ដក5ចេញទៅ enter មកវានឹងឃើញ5ឬឧទាហរណ៍ cell នេះយើងដាក់10តែ cell នៅខាងនេះ5បាទអញ្ចឹងប្រមាណទីយើងអាចដាក់ស្មើយើងចុចមកលើនេះចុច shift ហើយមកលើនេះមកហើយដាក់សញ្ញាដកជាមួយ cell នេះអញ្ចឹងវានឹងគណនាឃើញដែរស្មើ5យើងចូលទៅប្រមាណទីគុណគឺយើងគុណសែលនឹងសែលក៏បានយើងគុណចំនួននឹងចំនួនក៏បានគុណចំនួននឹងចំនួនឬក៏គុណសែលនឹងសែលដូចគ្នាបានដែរអញ្ចឹងកន្លែងនេះគឺយើងដាក់សញ្ញាស្មើយើងចង់គុណបានអត់ថយក10គុណយើងដាក់សញ្ញាផ្កាយនេះគុណនឹង5នេះមានន័យថាចំនួនគុណនឹងចំនួនឃើញ50តែយើងអាចគុណសែលនឹងសែលបានអត់ថនេះសែល10នេះសែល5អញ្ចឹងយើងដាក់សញ្ញាស្មើយើងចុចលើ shift ហើយចុចលើ cell នេះ
ហើយគុណជាមួយនឹង cell នេះ enter មកគឺយើងឃើញចម្លើយដែរប្រមាណទីចែកនេះប្រមាណទីចែករូបមន្តចែកយើងហៅថា division រូបមន្តចែកគឺយើងប្រើសញ្ញា slash ជាយើងចែកយើងយកចំនួនចែកនឹងចំនួនប្រមាណទីចែកយើងអាចចំនួនហើយ slash ចំនួនមកឬក៏ cell ចែកនឹង cell អញ្ចឹងយើងដាក់សញ្ញាស្មើអញ្ចឹងយើងចង់ចែកប្រមាណនេះអញ្ចឹងឧទាហរណ៍យើងយក10ចែកនឹង5 enter ទៅយើងឃើញចម្លើយគឺស្មើ2បើយើងយក cell នេះ10អានេះ5អញ្ចឹងបើយើងយក cell គឺកន្លែងនេះស្មើយើងយក cell នេះ slash មកសញ្ញា slash នេះចែក slash នោះគឺចែក enter អញ្ចឹងមានន័យថាយើងយក cell D 16ចែកនឹង cell I 16នេះមកអូខេនេះជាប្រមាណទីបូកដកគុណចែកនៅលើ Excel ដែលយើងអាចគណនានៅក្នុងគណិតជាយើងអាចអនុវត្តជាកន្សោមលំហាត់ជាកន្សោមឧទាហរណ៍យើងចង់គណនាលំហាត់យើងចង់គណនាលំហាត់នេះអញ្ចឹងយើងអាចវាយវានៅក្នុង Microsoft Word ក៏បាននៅក្នុង Notepad អានេះមិនដាក់ក្នុង Notepad ហើយយើងដាក់សញ្ញាស្មើអញ្ចឹងហើយយើងយកវាមកដាក់នៅក្នុង Excel មកក្នុងនេះគេដាក់120ដក56គុណនឹង2ចែក11បើយើងទៅសេជាកន្សោមយើងអាចសេនៅលើអីក៏បានដែរសេនៅលើ Word ក៏បានសេនៅលើ Notepad នេះក៏បានហើយយើងគ្រាន់តែយកមកដាក់កន្លែងនេះសញ្ញាស្មើមក enter អញ្ចឹងវានឹងគណនាឃើញចម្លើយឲ្យយើងមកនេះ 109.8182 បាទអានេះក៏ដូចគ្នាដែរនេះមានន័យថា10ស្វ័យគុណសញ្ញាស្វ័យគុណគឺយើងប្រើសញ្ញានេះសញ្ញា wave កាប់នេះស្វ័យគុណ6គុណនឹង 0.001 ហើយចែក105វិញជាកន្សោមនេះយើងអាចរកឃើញដើម្បីរកចម្លើយបានយើងត្រូវតែដាក់សញ្ញាស្មើនេះអញ្ចឹងយើង enter ទៅវានឹងគណនានេះឃើញ 9.52381 នេះកន្សោមនេះគឺ130ដក56គុណនឹង17ចែកឲ្យ 0.18 វានៅគណនាឃើញឲ្យតែយើងប្រើប្រមាណវិធីបូកដកគុណចែកតាមសញ្ញានោះត្រូវវានឹងរកឃើញហើយតែបើយើងទៅសេខុសវានឹងរកឃើញទេអញ្ចឹងត្រូវតាមប្រមាណវិធី operation របស់វាទៅវានឹងដំណើរការបាននេះ555គុណនឹង561ដក30ចែកនឹង11គុណ3វាក៏រកឃើញដែរអូខេវារកឃើញលឿនជាងយើងគណនានៅក្នុង Casio ទៀតអញ្ចឹងសម្រាប់លំហាត់គណិតជាគឺយើងប្រើសញ្ញាបូកដកគុណចែកដែលសញ្ញាគុណគឺយើងប្រើសញ្ញាផ្កាយហើយចែកយើងប្រើសញ្ញាស្លាស់អញ្ចឹងយើងអាចគណនាជាលំហាត់គណិតជាបានអូខេជាក្នុងមេរៀននេះយើងមានប៉ុណ្ណឹងអរគុណជួយ Subscribe អ្នកមួយ